បញ្ញាប់ទៅផ្ទះម្លេះផ្ទះអត់មានរត់ចោលទេខ្ញុំបញ្ញាប់ក៏ជារឿងរបស់ខ្ញុំដែរហើយរកអីដែរមេខ្ញុំមានប្រាក់រង្វាន់ឲ្យព្រោះថ្ងៃនេះឃើញហត់ហើយលក់បានច្រើនណាស់ចង់ទៅផ្ទះមែនអត់យកប្រាក់រង្វាន់ទេហីអូខេទៅបានខ្ញុំទុកវិញហើយអូយ៉ងតាកុំបញ្ញាប់ផ្លាស់ប្ដូរការគិតបែបនេះអីខ្ញុំមកទទួលយកដៃដំបើដូច្នេះអាចមកយកបានចាអរគុណណាស់មេពិតជាមេដ៏ល្អមែនទែនហើយជូនពរឲ្យមេសុខសាន្តរកស៊ីមានបានឆាប់ដល់គូព្រេងជាគូគប់គូនិស័យគូស័ក្តិសមនឹងមេគូដែលមិនទាត់មេចោលសាធុពេលរាត្រីទីក្រុងភ្លើងពណ៌ល្អស្រស់ឆើតឆាយយ៉ាងណាក៏មិនស្មើនឹងទីកន្លែងដែលអាចផ្ដល់នៅភាពកក់ក្ដៅបានឡើយនាងចាក់ចេញពីស្រុកកំណើតមកធ្វើការនៅទីក្រុងតែម្នាក់ឯងនារាត្រីនេះផងដែរម៉ូតូរបស់នាងស្រាប់តែដេរមិនឆេះនាងក៏បានបណ្ដាលទៅផ្ទះវិញព្រោះកន្លែងជួសជុលបិទអស់ហើយអើយម៉ូតូអឯងថ្ងៃនេះអត់ស៊ីបាយមែនទេបានជាធ្វើបាបខ្ញុំយ៉ាងនេះអុយយប់ហើយចេះរោគរើគ្នាតកានតម្រាំទៅដល់ផ្ទះវិញមិនដឹងជាថ្មណាឡើយស្របពេលជាមួយគ្នានោះម៉ូតូពីរគ្រឿងមកឈប់ស្ទាក់ផ្លូវរបស់នាងបដាម៉ូតូហើយម៉ូតូនឹងកើតអីបើមិនយល់ទាស់ទេបងអាចជួយបានជូនទៅផ្ទះហើយក៏ជូនទៅដោយសុវត្ថិភាពចាអត់អីទេខ្ញុំអាចទៅវិញដោយខ្លួនឯងបានបងទាំងពីរតាមស្រួលចាបងគិតចង់ជួយមែនណាអូនឯងគិតស្អីបងឃើញយប់ប្រលប់ហើយបដាម៉ូតូតែម្នាក់ឯងចាំពួកបងជួយមើលម៉ូតូឲ្យអូនឯងកំពុងតែគិតថាបងទាំងពីរជាមនុស្សអាក្រក់ឬក៏ជាចោរមែនទេខ្ញុំមិនបានគិតដូច្នេះទេបងតែយប់ហើយខ្ញុំក៏ត្រូវមានការបង្ការខ្លួនឯងដែរបងយល់ព្រោះអូនឯងជាមនុស្សស្រីអូនប្រុងប្រយ័ត្នបែបនេះគឺវាត្រូវហើយចាំបងជួយមើលម៉ូតូឲ្យនឹងឆាប់បានទៅផ្ទះយប់ហើយកុំបដើម៉ូតូបែបនេះទៀតរងចាំបន្តិចសិនទៅណាប្អូនបងក៏ជាមនុស្សស្រីដែរបងយល់ថាអូនឯងខ្លាចប្អូនបងធ្លាប់ត្រូវគេចង់ធ្វើបាបម្ដងពីរដែរតាពេលធ្វើដំណើរម្នាក់ឯងពេលយប់អញ្ចឹងបងយល់អារម្មណ៍មួយនេះច្បាស់ណាស់បងខឹងសម្បាពេលដឹងថាប្រុសដតីចង់ធ្វើបាបបំពានលើប្អូនស្រីបងដោយមិនបានគិតពិចារណាថាម្ដាយខ្លួនក៏ជាស្រីមីងក៏ស្រីបងស្រីនិងប្អូនស្រីនៅផ្ទះរួមគ្នាដែរសោះហេតុអីក៏មិនចេះគិតបានជាចង់ធ្វើបាបលើមនុស្សស្រីដែលជាភេទទន់ខ្សោយបែបនេះមនុស្សយើងគឺមានការគិតមិនដូចគ្នាទេគេមិនបានគិតដល់មុនប្រព្រឹត្តពីសមាជិកក្នុងគ្រួសារអីទេបើគេគិតដល់ត្រឹមនេះគេនឹងមិនធ្វើអញ្ចឹងទេខ្ញុំអរគុណបងប្រុសទាំងពីរហើយដែលយល់ពីរឿងនេះមុននេះខ្ញុំខ្លាចបងទាំងពីរមែនហ្នឹងព្រោះខ្ញុំនៅតែម្នាក់ឯងមិនសូវមានអ្នកផ្សេងឆ្លងកាត់ទីនេះចាំពួកបងជួយមើលម៉ូតូឲ្យបន្តិចទៀតបានជិះវិញហើយអ្នកទាំងពីរក៏បានជួសជុលមើលម៉ូតូឲ្យលំអងទាល់តែដីឆេះអាចជិះវិញបានអរគុណបងប្រុសដូច្នេះខ្ញុំលាសិនហើយបើថ្ងៃក្រោយជួបគ្នាម្ដងទៀតខ្ញុំនឹងមិនភ្លេចសងគុណបងទេបាទលាហើយលំអងក៏ជិះម៉ូតូចាក់ចេញទៅប្អូនយើងអាយុប្រហាក់ប្រហែលមីអូននេះដែរតើតើមានប្អូនជាមនុស្សស្រីបានយល់ពីអារម្មណ៍នេះច្បាស់ពេលឃើញមនុស្សស្រីដទៃទៀតខ្លាចយើងទាំងដែលយើងមានបំណងល្អចង់ជួយគេតែគេគិតថាយើងអាចនឹងចង់ធ្វើបាបគេគ្នាប្រុងប្រយ័ត្នខ្លួនតោះទៅផ្ទះអ្នកទាំងពីរក៏ជិះម៉ូតូចាក់ចេញទៅលំអងមកដល់ផ្ទះស្នាក់របស់នាងវិញដោយចូលដល់ក្នុងបន្ទប់ក៏ឃើញរីប៉ាយមានចាចូលក្នុងបន្ទប់ខ្ញុំមែនទេហើយមករករកស្អីបើខ្ញុំគ្មានលុយឲ្យលួចផងខណៈនោះផងដែរនាងក៏ប្រទះនឹងមនុស្សប្រុសម្នាក់នៅក្បែរមាត់ទ្វាររបស់នាងអ្នកណាគេនៅនឹងចេញមកមកជាមនុស្សឬក៏ជាខ្មោចថាហើយនាងក៏ទៅក្បែរបរិសម្នាក់នោះដោយខឹងសម្បាគាត់ឯងជាអ្នកណាឆ្លើយភ្លាមបើមិនចង់ត្រូវខ្ញុំអូយកទៅឲ្យប៉ូលីសទេនោះខ្ញុំជាមនុស្សមិនមែនខ្មោចទេមកទីនេះធ្វើស្អីមានបំណងអីមែនទេខ្ញុំសុំទោសខ្ញុំច្រឡំស្មានថាជាបន្ទប់សង្សារខ្ញុំព្រោះតែបែបនេះទើបខ្ញុំនៅចាំដោះស្រាយជាមួយគ្នាឲ្យដឹងរឿងចាមិនគិតថារៀបចំបន្ទប់ឲ្យខ្ញុំទេហ៎ពងរៀនអញ្ចឹងបានទៀតមនុស្សអីខុសរបៀបដូចនេះខ្ញុំមិនយល់សោះតែម្ដងខ្ញុំសុំទោសខ្ញុំដឹងខ្លួនថាខុស
ឥឡូវយើងជួយគ្នារៀបចំទៅកុំល្អូអីយប់ណាស់ហើយខ្ញុំក៏ងុយដេកដូចគ្នាដែរតោះជួយគ្នាទៅនឹងឆាប់រួច ចម្លែកប្លែកមែនទែន បន្តិចបន្តួចទេកុំតន់គិតដូច្នេះអីជួយគ្នារៀបចំទៅ ខ្ញុំពិតជាស្មានមិនដល់មែនថាហើយអ្នកទាំងពីរជួយគ្នារៀបចំបន្ទប់តលតែរួចរាល់ សុំទោសម្ដងទៀតដែលរំខានពេលវេលារបស់នាងខ្ញុំគ្មានចេតនាទេសង្សារខ្ញុំប្រហែលជាដូរកន្លែងស្នាក់នៅហើយខ្ញុំមកច្រឡំកុំប្រកាន់ទោសពេយចំពោះខ្ញុំអីណា អត់មើលឲ្យច្បាស់ទេអីមុននឹងធ្វើដូច្នេះខ្ញុំមកខាតពេលដេកអស់មកកណោព្រោះតែយើងហ្នឹង ខ្ញុំនឹងប៉ះពៅសងពេលក្រោយប៉ុន្តែពេលនេះសុំលាសិនហើយយប់កាន់តែជ្រៅវាក៏មិនសូវមានសុវត្ថិភាពក្នុងការធ្វើដំណើរដែរ តែចាស់ខ្ញុំមិនបានហាមឃាត់ទេតែក៏មកធ្វើអញ្ចឹងទៀតព្រោះវាមិនទំនងសោះដូចមិនគ្រប់តឹង លាហើយ ឆាត់ថាចាក់ចេញទៅផុនលំអងរអ៊ូរងើរងើធ្វើអីខុសរបៀបចេះច្រឡំបន្ទប់សង្សារតកានហើយចូលមកបានដល់របៀបណាគេគាស់ចូលមកមែនហ្នឹងនាថ្ងៃបន្ទាប់នៅកន្លែងធ្វើការលំអងកំពុងជូតឥដ្ឋនៅខាងមុខហាងលក់ស្បែកជើងខណៈនោះភ្ញៀវក៏ដើរជន់បន្សល់ដានប្រឡាក់ត្រង់កន្លែងដែលជូតរួច អាយ៉ាសុំទោសខ្ញុំមិនបានមើលប្រឡាក់បាត់ហើយជួយជូតម្ដងទៀតទៅ ចាអត់អីទេខ្ញុំនឹងជូតវាម្ដងទៀតបងប្រុសអញ្ជើញចូលទៅក្នុងមើលអីវ៉ាន់ចា អូនឯងជួយណែនាំបងបានទេបងចង់ទិញស្បែកជើង10គូផងទុកជាការសុំទោសដែលបងដើរមិនបានមើលអំបញ្ញមិញនេះ ចាពិតជាបានបងមកតាមខ្ញុំមកលំអងនាំភ្ញៀវទៅកាន់ទូតាំងស្បែកជើងថ្លៃថ្លៃខាងនេះបងប្រុសសុទ្ធតែជាម៉ូដពេញនិយមហើយទៅតែម្ដងទៀតបងប្រុសពាក់ផ្លាស់ប្ដូរមួយថ្ងៃមួយគូក៏បានបងពាក់ទៅសមនឹងបងទាំងអស់ អ្នកលក់សម្ដីផ្អែមភ្ញៀវចូលចិត្តស្ដាប់ណាស់ទោះបីមិនទិញថ្ងៃនេះក៏អាចទិញថ្ងៃក្រោយដែរ ចាអរគុណច្រើនបងប្រុសបងយកទាំងអស់នេះមែនទេខ្ញុំនឹងបានរៀបចំជូនបង បាទបងយក10គូហ្នឹងរៀបចំមក ចាសូមរងចាំមួយផ្លែតខ្ញុំទៅរៀបចំជូនបងក្នុងពេលឥឡូវនេះលំអងក៏បានចាក់ចេញដោយកាន់ស្បែកជើងទាំង10គូទៅរៀបចំឲ្យភ្ញៀវរបស់នាងពេលក៏បានគិតលុយរួចទទួលយកអីវ៉ាន់ អរគុណបងប្រុស រូបសង្ហាហើយចិត្តល្អចិត្តទលីអ្នកណាបានបងធ្វើជាសង្សារឬក៏ធ្វើជាប្តីសំណាងណាស់ហើយមើលទៅ អ្នកនិយាយនឹងធ្វើជាសង្សារបងហ្មងទៅអញ្ចឹងបងពោះម៉ាយកូនមួយយ៉ាងម៉េចដែរទទួលយកបានទេ ខ្ញុំអត់ចង់បានសង្សារផងខ្ញុំមិនបានរើសអើងអ្វីទេប៉ុន្តែខ្ញុំនៅចង់ប្រើជីវិតដែលនៅលីវនេះបន្តទៀត ដោយមិនចាំបាច់ទៅតល់ជាមួយអ្នកណា តើមានអីដែលត្រូវទៅតល់បើគ្រាន់តែជាសង្សារសោះ ខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់សួរនាំច្រើនអូនញ៉ាំបាយនៅអូនកំពុងធ្វើអីអូននៅណាអូនភ្ញាក់នៅអូននៅជាមួយអ្នកណាទំនេរអត់ហើយខ្ញុំទទួលយកពាក្យទាំងនេះមិនទាន់បានទេ ដូច្នេះហើយខ្ញុំសុំនៅម្នាក់ឯងសិនខ្ញុំត្រូវការជីវិតដែលស្ងប់ស្ងាត់ ចម្លែកមែនតែវាជាជំរើសរបស់មនុស្សយើងម្នាក់ថាត្រូវការអីវាក៏មានភាពងាយស្រួលដែរក្នុងការផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងសិនមុននឹងផ្ដល់ពេលវេលាសម្រាប់ដៃគូ ចាអរគុណច្រើនដែលបងយល់ បងលាសិនហើយណា ថ្ងៃក្រោយអញ្ជើញមកទៀតណាបងប្រុសពេលក៏បានចាក់ចេញទៅហើយថ្ងៃនេះសំណាងម្លេះភ្ញៀវទិញម្ដង10គូពាក់ម្នាក់ឯងទៀត ពេលដែលនាងកំពុងតែសាទរនឹងអ្វីដែលទទួលបានទូរស័ព្ទរបស់នាងក៏បានរលឡើងពុកទេមកតាជំរាបសួរពងអញ្ចឹងមានប្រសាខ្ញុំកំពុងតែស្ដាប់ពុកត្រូវការអ្វីដែរ កូនស្រីពងសុខសប្បាយទេកូនពងដូចជាឃ្លានក្តាមបង្គាណាស់កូនផ្ញើមកបានទេកូន ចាចាំខ្ញុំផ្ញើជូនពងពេលខ្ញុំចេញពីធ្វើការពុកត្រូវការអ្វីផ្សេងទៀតដែរទេពង ពុកត្រូវការតែប៉ុណ្្នឹងទេកូនឯងមិនបាច់ចំណាយអីច្រើនពេកទេត្រឹមតែមួយមុខ2គីឡូអីបានហើយ ចាបើបានចេញត្រឹមម៉ោងគោលខ្ញុំនឹងរੂរាន់ទិញផ្ញើឲ្យពុកណា អរគុណណាស់កូនស្រីពុកប៉ុណ្ណឹងបានហើយណាកូនពុកបន្តជជែកផឹកតែជាមួយនឹងខ្លាវពុកទៀតហើយ ចាពងលំអងបិទទូរស័ព្ទភ្លាមមេរបស់នាងក៏បានចូលមកជាមួយនឹងបរិសម្នាក់ លំអងបងណែនាំឲ្យស្គាល់នេះជាប្អូនពៅបងឆាត់ថាហើយគេនឹងមកជួយមើលហាងជំនួសបងមួយរយៈពេលបងទៅដើរកំសាន្តជាមួយសង្សារបងនៅខេត្តមួយរយៈ ប្អូនប៉ែពុទ្ធ
រកចិត្តម្នាក់នេះសោះ លំអងកុំនិយាយបែបនេះអត់អីទេបងប្រុសខ្ញុំទទួលពាក្យសម្ដីនេះបានហើយក៏អាចណែនាំបានដែរបងអាចទៅវិញបានហើយបងទៅវិញហើយណាមើលថែគ្នាផងកុំឆ្លោះគ្នាកុំវាយតប់គ្នា និយាយចាប់ហើយឯនក៏ចាក់ចេញទៅ រឿងកាលពីយប់មិញខ្ញុំគ្មានចេតនាមែនខ្ញុំអត់ដឹងអីទេសុំទោសឡើងចង់បែកបបោមាត់ទៅហើយនៅប្រកាន់ទៀតមិនមែន អ្នកណាទៅសบายចិត្តដែលមានមនុស្សទៅពង្រាយកន្លែងស្នាក់នៅហើយក៏ប្រាប់មកវិញថាច្រឡំខ្ញុំអត់មែនទំនេរទេក៏បានឃើញហើយថារវល់ សុំទោសបានតែខ្ញុំជាមេហើយពេលនេះគ្មានសិទ្ធិមកខឹងខ្ញុំទៀតទេ គិតថាខ្ញុំមិនអាចមានសិទ្ធិនឹងខឹងមែនទេចង់លោជាមួយខ្ញុំមេក៏ខឹងជាមួយដែរ អូខេចង់ខឹងក៏ខឹងទៅខ្ញុំអត់ហាមឃាត់ទេបើខឹងហើយបានសប្បាយចិត្តអញ្ជើញអ្នកខឹងជាមួយមេចុះ ចាខឹងមែនតែនហើយនិយាយចាប់ហើយលំអងក៏បានទៅធ្វើការរបស់នាងវិញ កូនចៅខ្ញុំនេះខឹងបានមនុស្សគ្រប់គ្នា លុះពេលល្ងាចឡើងក៏ដល់ម៉ោងត្រូវចេញពីធ្វើការលំអងបំរុងជិះម៉ូតូចាក់ចេញពីហាងតែឆាត់ថាក៏ស្រែកហៅបានមុន បញ្ញាប់ទៅផ្ទះម្លេះផ្ទះអត់មានរត់ចោលទេ ខ្ញុំបញ្ញាប់ក៏ជារឿងរបស់ខ្ញុំដែរហើយរកអីដែរមេ ខ្ញុំមានប្រាក់រង្វាន់ឲ្យព្រោះថ្ងៃនេះឃើញហត់ហើយលក់បានច្រើនណាស់ចង់ទៅផ្ទះមែនអត់យកប្រាក់រង្វាន់ទេហីអូខេទៅបានខ្ញុំទុកវិញហើយ អូយ៉ងតាកុំបញ្ញាប់ផ្លាស់ប្ដូរការគិតបែបនេះអីខ្ញុំមកទទួលយកដៃដំ បើដូច្នេះអាចមកយកបាន ចាអរគុណណាស់មេពិតជាមេដ៏ល្អមែនទែនហើយជូនពរឲ្យមេសុខសាន្តរកស៊ីមានបានឆាប់ដល់គូព្រេងជាគូគប់គូនិស័យគូស័ក្តិសមនឹងមេគូដែលមិនទាត់មេចោលសាធុ ចង់ត្រូវមែនហើយបានជិះនិយាយដូច្នេះ ខ្ញុំឲ្យពរមេសង់បាទដូច្នេះខ្ញុំលាសិនហើយបញ្ញាប់ទិញគ្រឿងសមុទ្រផ្ញើពុកនៅឯស្រុកផងនិយាយចាប់ហើយលំអងក៏ចាស់ចេញទៅត្រី ទៅត្រយអញ្ចឹងតែម្ដងណោះ លំអងក៏បានទិញគ្រឿងសមុទ្រដាក់ផ្ញើទៅស្រុករួញនាងក៏ត្រឡប់មកដល់បន្ទប់ស្នាក់វិញហើយហត់ណាស់មេថ្មីចេះឲ្យលុយលើកទឹកចិត្តពេលធ្វើការហត់ទៀតណោះល្អម្យ៉ាងដែរមួយខែក្រោយមកដំណើរការលក់នៅក្នុងហាងក៏កើនឡើងកាន់តែខ្ពស់ ដល់ថ្ងៃបើកប្រាក់ខែហើយគួរតែបន្ថែមមនុស្សឬក៏អត់លំអងធ្វើការតែម្នាក់ឯងអញ្ចឹងហត់ខ្លាំងទេ มันហត់ចម្លែកហើយមេ បើដូច្នេះខ្ញុំនឹងរកមនុស្សមកបន្ថែមកុំឲ្យលំអងហត់ពេក មិនអីទេមេខ្ញុំអាចទប់ទល់បានថែមតែប្រាក់ខែមកគឺចប់ស្រេចហើយ ក៏បានដែរខ្ញុំមិនចង់យកអ្នកផ្សេងមកជំនួសលំអងទេ និយាយដូច្នេះតើបានន័យថាម៉េចទៅមេ មិនចង់ឲ្យលំអងមានគូប្រជែងចាំបន្ថែមប្រាក់ឲ្យច្រើនហើយនិស័យយើងមានតែ2នាក់បានហើយ មេនិយាយអីទៀតហើយបើកតលុយឲ្យខ្ញុំមកបានហើយខ្ញុំបញ្ញាប់ទៅផ្ទះ អូខេ ឆាថាក៏បានបើកលុយឲ្យលំអងនាងក៏ចាក់ចេញពេលដែលទទួលបានប្រាក់រួញ ពេលបានលុយរួចចាញ់ផ្លេតតែម្ដងណោះ លំអងផ្ញើប្រាក់ទៅឲ្យឪពុកម្ដាយរួចរាល់នាងក៏បានឆ្លៀតចូលផ្សារទិញសម្លៀកបំពាក់តែពេលនោះក៏បានជួបនឹងឯននិងសង្សាររបស់គី លំអងចាញ់ពីធ្វើការផ្លេតដល់នេះភ្លាមតែម្ដងអូនអញរកមើលអីបានខ្លះនៅហើយនៅជាមួយប្អូនបងយ៉ាងម៉េចដែរ អត់បញ្ហាអីទេមេគាត់សុភាពណាស់ហើយចេះធ្វើការច្រើនយ៉ាងជូតឥតក៏ធ្វើដែរ ប្អូនបងនៅផ្ទះវាខ្ជិលណាស់តែពេលចាញ់ធ្វើការចេះជួយបែបនេះវាជារឿងល្អមួយដែលមិនគួរឲ្យជឿតែវាក៏អាចផ្លាស់ប្ដូរគេបានបងរីករាយដែលបានឮដូច្នេះ ចាបើអញ្ចឹងខ្ញុំលាសិនហើយ បានទៅចុះ លំអងចាក់ចេញពីគូសង្សារមួយគូនេះទៅតែម្ដងប្អូនបងឯងប្រហែលជាចាប់អារម្មណ៍គេហើយ រឿងជីវិតគេទុកឲ្យគេជាអ្នកសម្រេចចុះតោះយើង នាថ្ងៃបន្ទាប់ឆាតថាកំពុងតែជូតអិនខណៈដែលលំអងកំពុងតែដេក អ្នកណាជាមេឲ្យប្រកាសទៅចេះដេកអញ្ចឹងកើតដែរមកយប់មិនដឹងជាធ្វើស្អីខ្លះទេបានជាល្ងុយដេកនៅក្នុងម៉ោងធ្វើការដូច្នេះចាប់យកទៅបោះកដាលផ្លូវឥឡូវហ្នឹង ភ្លាមនោះលំអងក៏បានភ្ញាក់ឡើងយ៉ាងលឿនមេនិយាយស្អី ធ្វើពុតជាដេកទៀត ខ្ញុំហត់ពេកមេធ្វើខ្លះទៅបើភ្ញៀវចេញចូលច្រើនសឹងអីហើយ
ហើយទិញតាមអនឡាញទៀតខ្ញុំមកហត់ដែរតា ខ្ញុំដឹងបានជាឲ្យដេកអញ្ចឹងតែដែលគិតអីមកលើខ្ញុំខ្លះទេមួយរយៈនេះខ្ញុំវិញខ្ញុំចង់ភ្ជាប់និស្ស័យជាមួយលំអងមួយសន្ធឹកណាស់ សន្ធឹកអីទៀតហើយមេនិយាយស្អីប្លែកខ្ញុំពិបាកយល់ណាស់ ពួកយើងនៅទំនេររៀងខ្លួនអាចភ្ជាប់និស្ស័យរវាងគ្នាបានទេ មេជួយបញ្ជាក់ឲ្យងាយយល់បន្តិចមក ធ្វើជាដៃគូគ្នាដែរទេគូសង្សារហើយនឹងបន្តទៅជាដៃគូជីវិត ខ្ញុំគិតថាមេមានសង្សាររួចហើយ បែកហើយតាព្រោះថ្ងៃមុនដែលទៅច្រឡំបន្ទប់ហ្នឹងគេខឹងគេសុំបែកហ្មងទៅដែលទៅរកគេយឺន ស្អីទេខ្ញុំដូចជាមិនជឿសោះ ខ្ញុំនិយាយមែនយើងធ្វើការជាមួយគ្នាយូរក្រែលដែរហើយល្មមនឹងអាចសិក្សាពីគ្នាបានគ្រាន់បើដែរគិតយ៉ាងម៉េចដែរយើងនៅទំនេរដូចគ្នាតាគិតឲ្យច្បាស់កុំស្ដាយក្រោយ អញ្ចឹងឈប់ធ្វើបុគ្គលិកធម្មតាមកធ្វើជាសង្សារមេវិញបានហើយមែន បានហើយជាសង្សារមេហើយ ចា រវាងអ្នកទាំងពីរក៏คล้ายជាគូសង្សារនឹងគ្នាចាប់តាំងពីពេលនោះមកហើយយូរទៅការរកស៊ីក៏បានកាន់តែរីកចម្រើនលំអងបានคล้ายខ្លួនជាម្ចាស់ហាងដូចគ្នាមិនមែនព្រោះតែមានសង្សារជាមេប៉ុន្តែនាងបានចូលភាគហ៊ុនជាមួយគ្នាបើកហាងនៅសាខាផ្សេងទៀត